ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងអាហារ3មុខដែលយើងគួរជៀសវាងក្នុងការទទួលទានជាពិសេសនៅអំឡុងពេលរដូវភ្លៀងដោយដែលអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថារដូវភ្លៀងគឺជារដូវមួយដែលសម្បូរទៅដោយប្រភេទបន្លែនិងផ្លែឈើជាច្រើនតែក៏ជារដូវមួយដែលមានការកើនឡើងនៃអត្រានៃការពុលអាហារជំងឺរាគរូសជាច្រើនផងដែរនៅក្នុងរដូវភ្លៀងនេះគឺសមត្ថភាពនៃការរំលាយអាហាររបស់យើងក៏មានការថយចុះដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទានអាហារតើប្រភេទអាហារណាខ្លះដែលយើងមិនគួរទទួលទាននៅក្នុងរដូវភ្លៀងដើម្បីជៀសវាងនឹងការកើតជំងឺមួយចំនួនដូចជាការកើតជំងឺផ្ដាសាយគ្រុនចាញ់គ្រុនឈាមគ្រុនពោះវៀនរលាកសួតឬក៏ក្អកជាដើមតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្រាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងប្រភេទអាហារ3មុខដែលយើងគួរជៀសវាងក្នុងការទទួលទានអំឡុងពេលរដូវភ្លៀងសម្រាប់ប្រភេទអាហារទី1គឺប្រភេទអាហារបំពងការទទួលទានអាហារបំពងច្រើនគឺអាចពិបាករំលាយអាហារនៅពេលដែលពោះវៀនធំរបស់យើងត្រូវការបំបែកទៅជាអាស៊ីតខ្លាញ់ដែលអាចបណ្ដាលឲ្យពោះវៀនធំរបស់យើងបញ្ចេញនូវជាតិទឹកនិងបង្កអាការៈទៅជារាគហើយប្រភេទអាហារទី2គឺការទទួលទាននៅប្រភេទបន្លែឆៅអាហារនិងបន្លែឆៅគឺសម្បូរទៅដោយពពួកបាក់តេរីនិងវ៉ាយរុសដែលអាចបណ្ដាលឲ្យយើងរាគមេរោគឆ្លងចូលក្រពះឬក៏ពោះវៀនហើយយើងត្រូវលាងបន្លែត្រីសាច់និងផ្លែឈើរបស់យើងឲ្យស្អាតជាពិសេសបន្លែស្លឹកនិងផ្សិតព្រោះផ្សិតថង្ហាភាពនិងសំណើមនៅក្នុងរដូវភ្លៀងគឺអំណោយផលក្នុងការលូតលាស់ពពួកបាក់តេរីនិងវ៉ាយរុសនៅលើបន្លែផ្លែឈើនិងផ្សិតហើយលើពីនេះទៅទៀតយើងត្រូវញ៉ាំអាហារដែលឆ្អិនល្អដើម្បីជៀសវាងឆ្លងមេរោគផ្សេងៗនិងត្រូវញ៉ាំទឹកឲ្យបានច្រើនដើម្បីជៀសវាងការសោះជាតិទឹកនៅរាងកាយរបស់យើងក៏ដូចជាជៀសវាងនៅការប្រឈមជាមួយនឹងបញ្ហាស្ងួតស្បែកសម្រាប់ប្រភេទអាហារទី3ដែលយើងគួរជៀសវាងនោះគឺភេសជ្ជៈដែលមានជាតិហ្គាសភេសជ្ជៈដែលមានជាតិហ្គាសគឺអាចធ្វើឲ្យរលាកស្រទាប់ក្រពះបណ្ដាលឲ្យក្រហាយទ្រូងច្រាលជាតិអាស៊ីតហើមពោះនិងអាចកាត់បន្ថយនៅសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើងទៀតផងចា៎ហើយសម្រាប់អត្ថបទនេះផងដែរChannelយើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello Group Pet ចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគ្រប់គ្រងនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ